Hello， 大家好，欢迎来到 PPI 分享中文。今天我们将继续学习第二课的绘画。那我们开始吧。បាទសូមមើល clear A របស់យើងគេបានសួរថា你的爸妈做什么工作你的爸妈做什么工作តើឪពុកម្ដាយរបស់អ្នកធ្វើការងារអ្វីឬក៏តើប៉ាម៉ារបស់អ្នកធ្វើការងារអ្វី clear នៅត្រង់នេះអត់មានអីពិបាកទេដោយសារតែពាក្យអស់នេះខ្ញុំបានបង្រៀនរួចហើយនៅវីដេអូមុនបាទសូមអាននិងបកប្រែ clear យើងម្ដងទៀត你的爸妈做什么工作តើឪពុកម្ដាយរបស់អ្នកធ្វើការងារអ្វីបាទ clear B របស់យើងគេបានឆ្លើយថា我爸爸是老师妈妈是律师我爸爸是老师妈妈是律师ប្រែថាឪពុករបស់ខ្ញុំឬក៏ប៉ារបស់ខ្ញុំគឺជាគ្រូបង្រៀនចំណែកឯម្ដាយខ្ញុំគឺជាមេធាវីបាទសូមកលេចមកមើលពាក្យថា老师老师យើងប្រែថាគ្រូលោកគ្រូអ្នកគ្រូណាបាទចំណែកពាក្យថា律师律师យើងប្រែថាមេធាវីសូមអាននិងបកប្រែ clear យើងម្ដងទៀត我爸爸是老师妈妈是律师ប៉ារបស់ខ្ញុំគឺជាគ្រូបង្រៀនចំណែកឯម្ដាយរបស់ខ្ញុំវិញគឺជាមេធាវីបាទ clear A របស់យើងគេបានបន្តសួរទៀតថា你的兄弟姐妹是做什么的你的兄弟姐妹是做什么的ប្រែថាតើបងប្អូនប្រុសស្រីរបស់អ្នកធ្វើការងារអ្វីកលេចមកមើលពាក្យថា兄弟姐妹兄弟姐妹ពាក្យនេះយើងអានជាប់គ្នាយើងប្រែជាមួយគ្នាណាយើងប្រែថាបងប្អូនប្រុសស្រីពាក្យថា兄弟兄弟យើងប្រែថាបងប្អូនឬក៏បងប្អូនប្រុសពាក្យថាជាមេជាមេប្រែថាបងប្អូនស្រីបាទសូមអាននិងបកប្រែ clear A យើងម្ដងទៀត你的兄弟姐妹是做什么的តើបងប្អូនប្រុសស្រីរបស់អ្នកធ្វើការងារអ្វីclear B របស់យើងគេបានឆ្លើយថា哥哥在一家公司当翻译姐姐在医院当护士弟弟和妹妹都在上学哥哥在一家公司当翻译姐姐在医院当护士弟弟和妹妹都在上学យើងប្រែថាបងប្រុសធ្វើជាអ្នកបកប្រែនៅក្រុមហ៊ុនមួយចំណែកឯបងស្រីវិញធ្វើជាគលានុបដ្ឋាយិកានៅឯមន្ទីរពេទ្យបងអូនប្រុសហើយនិងបងអូនស្រីវិញគឺនៅរៀនទាំងពីរនាក់បាទសូមក្រឡេកមកមើលពាក្យថា哥哥ប្រែថាបងប្រុសពាក្យថា一家公司ប្រែថាក្រុមហ៊ុនមួយឬក៏ក្រុមហ៊ុនមួយកន្លែងណាពាក្យថា一家ប្រែថាមួយកន្លែងបាទ公司ប្រែថាក្រុមហ៊ុនពាក្យថាតាំងហ្វានអ៊ីប្រែថាធ្វើជាអ្នកបកប្រែណាពាក្យថាហ្វានអ៊ីប្រែថាបកប្រែជាប្រែថាបងស្រីអ៊ីយួនប្រែថាមន្ទីរពេទ្យតាំងហ៊ូស៊ឺប្រែថាធ្វើជាគលានុបដ្ឋាយិកាឬក៏ធ្វើជាអ្នកថែទាំអ្នកជំងឺទីបងអូនប្រុសម៉ៃបងអូនស្រី都在上学ប្រែថានៅរៀនទាំងអស់បាទឬក៏នៅកំពុងតែសិក្សាណាពាក្យថា上学យើងប្រែថារៀនឬក៏ទៅសាលារៀនណាបាទសូមអាននិងបកប្រែ clear B យើងម្ដងទៀត哥哥在一家公司当翻译姐姐在医院当护士弟弟和妹妹都在上学បងប្រុសធ្វើជាអ្នកបកប្រែនៅក្នុងក្រុមហ៊ុនមួយរីឯបងស្រីវិញធ្វើជាគលានុបដ្ឋាយិកានៅឯមន្ទីរពេទ្យប្អូនប្រុសហើយនិងប្អូនស្រីនៅរៀនទាំងពីរនាក់បាទពេលនេះសូមរំលឹកមេរៀនយើងនៅក្នុងថ្ងៃនេះទាំង4 clear ជាមួយខ្ញុំទាំងអស់គ្នាដោយអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរបាទសូមចាប់ផ្ដើម A 你的爸妈做什么工作តើឪពុកម្ដាយរបស់អ្នកធ្វើការងារអ្វី B 我爸爸是老师妈妈是律师ប៉ារបស់ខ្ញុំធ្វើជាគ្រូបង្រៀនចំណែកឯម៉ាក់ខ្ញុំគឺជាមេធាវី A 你的兄弟姐妹是做什么的តើបងប្អូនប្រុសស្រីរបស់អ្នកធ្វើការងារអ្វី B
哥哥在一家公司当翻译，姐姐在医院当护士，弟弟和妹妹都在上学。បងប្រុសធ្វើជាអ្នកបកប្រែនៅក្នុងក្រុមហ៊ុនមួយចំណែកបងស្រីវិញធ្វើជាកលៀនឧបថយិកានៅឯមន្ទីរពេទ្យប្អូនប្រុសហើយនិងប្អូនស្រីគឺនៅរៀនទាំងពីរនាក់សម្រាប់មេរៀនសន្ទនាទី2របស់យើងនៅក្នុងថ្ងៃនេះខ្ញុំសូមស្លេះត្រឹម4ឃ្លាខ្លីៗនេះសិនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រហើយនឹងកត់ត្រាបានគ្រប់គ្នាបាទអរគុណច្រើនយើងនឹងបន្តការសិក្សាជាមួយគ្នាទៀតនៅវីដេអូក្រោយៗប្រសិនបើបងប្អូនយល់ថាវីដេអូក៏ដូចជាយល់ថាការបង្រៀនរបស់ខ្ញុំបាទមានប្រយោជន៍សម្រាប់បងប្អូនចំពោះការសិក្សាបងប្អូនអាចចុច Subscribe Channel YouTube របស់ខ្ញុំឬក៏អាចចូលរួមបញ្ចេញជាមតិយោបល់ណាបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងខ្ញុំបាទ PPL ចែករំលែកភាសាចិន同学们再见